ឥឡូវនេះខ្ញុំសូមប្រាប់អំពីដំណាក់កាលនៃការចុះឈ្មោះរបស់ CPay Ccoin អញ្ចឹងដើម្បីធ្វើការចុះឈ្មោះយើងមានជំហានរបស់វាពេលដែលបងប្អូនទទួលបាន link សូមបងប្អូនកុំទាន់ធ្វើការចុះឈ្មោះមានន័យថាដំណាក់កាលដំបូងគឺយើងត្រូវតែមាន MetaMask មាន wallet MetaMask អញ្ចឹងណាបាទយើងត្រូវបង្កើត MetaMask នៅពេលដែលគេ invite បងប្អូនហ្នឹងគឺទី1ត្រូវមាន link ទី2បងប្អូនត្រូវមាន smart wallet នេះ smart contract បាទ smart contract នេះបាទអញ្ចឹងដំបូងគឺយើងត្រូវទាញយកកម្មវិធី MetaMask ហើយបន្ទាប់មកយើង add smart contract wallet នេះចូលទៅក្នុង MetaMask របស់យើងហើយបន្ទាប់មកបាទយើងចុះឈ្មោះអញ្ចឹងណាបងប្អូនឥឡូវតោះយើងទៅបើក MetaMask បាទឥឡូវយើងបើក MetaMask អញ្ចឹង account នេះគឺជា account ដែលខ្ញុំបានភ្ជាប់ Ccoin រួចហើយអញ្ចឹងឥឡូវខ្ញុំទៅបង្កើត account ថ្មីមួយទៀតដើម្បីងាយស្រួលបង្ហាញបងប្អូនអញ្ចឹងវិធីបង្កើត account ថ្មីខ្ញុំចុចលើកន្លែង account ហ្នឹងចុចទៅហើយបន្ទាប់មកយើងយកពាក្យ create a new account បាទអញ្ចឹងយើងបាន account ទី5មកក្រោយយើង create ណាបាទនេះគឺជា account ទី5បាទប៉ុន្តែបងប្អូនទាំងអស់គ្នាភាគច្រើននៅពេលដែលបងប្អូនបង្កើតគឺវាចេញយ៉ាងកន្លែង Ethereum ទេជា main wallet ហើយ Ethereum ចែកណាបងប្អូនណាអញ្ចឹងបើសិនជាវា load ឡើងអញ្ចឹងគឺបងប្អូនដូរកន្លែងនេះដូរខាងលើហ្នឹងបងប្អូនដូរដាក់ Binance Smart Chain បាទហើយបន្ទាប់មកទៀតបងប្អូនត្រូវចុច import ដើម្បីបញ្ចូល smart contract wallet ចូលទៅក្នុង account នៅក្នុង MetaMask ហ្នឹងនៅកន្លែងនេះអញ្ចឹងបងប្អូនចុចយកប៊ូតុងimport tokens បន្ទាប់មកបងប្អូនចុចយក custom token រួចហើយបន្ទាប់មកទៀតបងប្អូនទៅចម្លង smart contract wallet ដែលមិត្តភ័ក្តិបងប្អូនញ៉ាំមកអញ្ចឹងបងប្អូនចុចនេះគឺជា smart contract wallet ណាបងប្អូនណាយើង copy បន្ទាប់មកយើងយកទៅដាក់នៅកន្លែង token address រួចហើយយើងចុចកន្លែងនេះមួយមកចុចកន្លែងហ្នឹងដើម្បីឲ្យវា load ចេញ Ccoin ហើយបន្ទាប់មកទៀតយើងចុចប៊ូតុង import បាទចុចប៊ូតុង import ទៀតទៅមិញចុចអត់បានបាទបន្ទាប់មកបងប្អូនឃើញនេះ Ccoin wallet នៅនេះណាបងប្អូនបន្ទាប់មកបងប្អូនចុចយកកន្លែង Ccoin នេះបងប្អូនចុចយក receive តទៅពី receive ហើយបងប្អូនចុចយក copy បាទពេល copy បានហើយនេះបានបងប្អូនទៅកន្លែងចុចឈ្មោះវិញបងប្អូនណានេះទៅកន្លែងចុចឈ្មោះអញ្ចឹងទៅកន្លែងចុចឈ្មោះបងប្អូនចុចមកចុចលើ link ដើម្បីធ្វើការចុចឈ្មោះហ្នឹងមករួចហើយបងប្អូនបំពេញឈ្មោះរបស់បងប្អូនទៅបាទបំពេញឈ្មោះ username អញ្ចឹងមកបន្ទាប់មក wallet នេះគឺជា wallet របស់ Ccoin ដែលបងប្អូនបានបង្កើតមិញហ្នឹងកន្លែងហ្នឹងណាអញ្ចឹងខ្ញុំ pass វាមកនេះខ្ញុំ pass កន្លែងដែលបងប្អូន copy ហ្នឹងមិញហ្នឹងណាអញ្ចឹងនេះគឺជា wallet ដែលបងប្អូន copy មកមិញតោះមកយើងវាយ password មកអូខេយើងចុច sign up មកបាទអញ្ចឹងយើងចុចឈ្មោះជោគជ័យយើង save មួយមកបាទចុចឈ្មោះជោគជ័យបងប្អូនណាអញ្ចឹងយើងចុច username យើងសរសេរ username មកបាទបន្ទាប់មកយើងបំពេញព័ត៌មានបាទបន្ទាប់បំពេញព័ត៌មានមកយើង select Asia Tweep តើមកយើងរើស Cambodia យើងយកទីក្រុងភ្នំពេញលើគេរួចហើយយើងចុច save profile
và nè bằng bốn khơi username và năng hái bằng bốn từ giờ được trong email bằng bốn á bằng email tới bằng khơi C community auto email đó khơi vì bằng bốn cho nè QQ nè activate account và năng chỉ cả slide bằng bốn và năng chỉ cả slide hay này cứ chỉ link đó và bằng bốn nhà từการ mật phẹ và bằng bốn tới hay complete nhà smart contract wallet ទៅជាមួយផងបងប្អូនណា smart contract នេះ smart contract ជាទូទៅគឺនេះគឺ smart contract ជាទូទៅយើងផ្ញើទាំងអស់នេះអំពីរបៀបនៃការចុះឈ្មោះរបៀបនៃការចុះឈ្មោះ SIPay អញ្ចឹងទីមួយ download MetaMask add C coin token ចឹងមកហើយនេះគឺ smart contract wallet បាទធ្វើតាមការណែនាំហ្នឹងទៅបងប្អូនបាទអញ្ចឹងសូមអរគុណច្រើន